ប្រធានបទសម្រាប់ការធ្វើបទបង្ហាញថ្ងៃនេះគឺបុរេប្រវត្តិសាស្ត្រកម្ពុជាអ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងនោះជាច្រើននិងជាបន្តបន្ទាប់ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំនិងរាប់លានឆ្នាំមុនគ្រិស្តសករាជដែលរួមមានទាំងឆ្អឹងនោះនៃប្រភេទនោះដើមនិងឆ្អឹងនោះនៃប្រភេទនោះបុរាណនៅចន្លោះឆ្នាំ1965ដល់ឆ្នាំ1971ក្នុងរូងភ្នំល្អាងស្ពាននៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជាមានក្រុមអ្នកបុរាណវិទ្យាបារាំងនិងកម្ពុជាបានរកឃើញឆ្អឹងនោះដែលមានអាយុកាលប្រហែល60000ដល់71000ឆ្នាំមុនគ្រិស្តសករាជនៅឆ្នាំ1947អ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹង Lucy ហើយបានប្រកាសថាជាឆ្អឹងនោះដំបូងបំផុតប្រភេទ Australopithecus afarensis មានអាយុកាលប្រហែល 3.2 លានឆ្នាំមុនគ្រិស្តសករាជនៅទ្វីបអាហ្វ្រិកប្រទេសអេធីអូពីក្រោយមកនៅឆ្នាំ2001អ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹង Thumai ហើយក៏ប្រកាសថាជាឆ្អឹងនោះដំបូងបំផុតប្រភេទ Sahelanthropus canadensis មានអាយុកាលប្រហែល6ទៅ7លានឆ្នាំមុនគ្រិស្តសករាជនៅទ្វីបអាហ្វ្រិកប្រទេសឆាតយុគថាម៉ឺត្រូវបានចាត់ទុកជាយុគដំបូងនៃប្រវត្តិនោះបន្ទាប់ពីមានការវិភាគថាម៉ឺនិងមានការរកឃើញឆ្អឹងនោះដែលមានអាយុកាលប្រហែល 2.5 ដល់ 3 លានឆ្នាំមុនគ្រិស្តសករាជជារបស់មនុស្សប្រភេទ Homo habilis Homo erectus នៅទ្វីបអាហ្វ្រិកជាពិសេសតំបន់អាហ្វ្រិកខាងកើតអេធីអូពីកេនយ៉ានិងតង់សានីដូច្នេះអាចសន្និដ្ឋានបានថាបុរេប្រវត្តិនោះកើតមុនគេគឺស្ថិតនៅអាហ្វ្រិកខាងកើតដែលមានអាយុកាលប្រហែល 2.6 លានឆ្នាំមុនគ្រិស្តសករាជដែលជាដើមកំណើតមនុស្សជាតិហើយបន្ទាប់មកក៏អាចសន្និដ្ឋានបានថាមនុស្សចាប់ផ្ដើមផ្លាស់ទីចេញពីតំបន់អាហ្វ្រិកទៅតំបន់អាស៊ីប្រហែល 1.8 ដល់ 2 លានឆ្នាំមុនគ្រិស្តសករាជទៅតំបន់អឺរ៉ុបប្រហែល 1 ដល់ 1.2 លានឆ្នាំមុនគ្រិស្តសករាជនិងទៅតំបន់ផ្សេងទៀតនៅលើពិភពលោកក្រោយមកបើទោះបីជាមានការរកឃើញឆ្អឹងនោះអាយុ6ដល់7លានឆ្នាំក៏ដោយប្រាកដណាស់ថាមុនយុគថាម៉ឺគឺមិនមានយុគមនុស្សផ្លូវការទេព្រោះមនុស្សនៅមិនទាន់ផលិតឧបករណ៍ថាម៉ឺយុគត្រូវបានកំណត់តាមបច្ចេកវិទ្យាដូច្នេះយុគថាម៉ឺដែលចាប់ផ្ដើមប្រហែល 2.6 លានឆ្នាំមុនគ្រិស្តសករាជគឺជាយុគដំបូងបំផុតនៃប្រវត្តិនោះបុរេប្រវត្តិសាស្ត្រកម្ពុជាបានចាប់ផ្ដើមប្រហែល50,000ឆ្នាំមុនគ្រិស្តសករាជដល់សតវត្សទី1ដែលក្នុងនោះរួមមានយុគថាម៉ឺបានចាប់ផ្ដើមប្រហែល50,000ឆ្នាំដល់3000ឆ្នាំមុនគ្រិស្តសករាជដោយចែកចេញជា3គឺយុគថាម៉ឺបំបែកឬយុគថាម៉ឺចាស់បានចាប់ផ្ដើមប្រហែល50,000ឆ្នាំដល់10000ឆ្នាំមុនគ្រិស្តសករាជយុគថាម៉ឺកណ្ដាលបានចាប់ផ្ដើមប្រហែល10000ឆ្នាំដល់5000ឆ្នាំមុនគ្រិស្តសករាជយុគថាម៉ឺរំលីងបានចាប់ផ្ដើមប្រហែល5000ឆ្នាំដល់3000ឆ្នាំមុនគ្រិស្តសករាជយុគលោហៈបានចាប់ផ្ដើមប្រហែល3000ឆ្នាំដល់500ឆ្នាំមុនគ្រិស្តសករាជដោយចែកចេញជាពីរគឺយុគសំរិទ្ធបានចាប់ផ្ដើមប្រហែល3000ឆ្នាំដល់1500ឆ្នាំមុនគ្រិស្តសករាជហើយយុគដែកបានចាប់ផ្ដើមប្រហែល1500ឆ្នាំដល់500ឆ្នាំមុនគ្រិស្តសករាជបន្ទាប់មកគឺជាអំឡុងពេលមួយដែលហៅថាចុងបុរេប្រវត្តិសាស្ត្រកម្ពុជាដែលបានចាប់ផ្ដើមប្រហែល500ឆ្នាំមុនគ្រិស្តសករាជដល់សតវត្សទី1នៃគ្រិស្តសករាជជាទីបញ្ចប់នៃការធ្វើបទបង្ហាញនេះខ្ញុំសូមថ្លែងអំណរគុណចំពោះការស្ដាប់របស់អ្នកទាំងអស់គ្នាបើពេញចិត្តជាមួយនឹងការចែករំលែកចំណេះដឹងនេះសូមជួយចុច Subscribe ឬជួយចុច Like ឬជួយចុចសញ្ញាមេដៃនិងជួយចែករំលែកបន្តហើយបើមានសំណួរសំណូមពរឬមតិយោបល់ផ្សេងអាចទម្លាក់ក្នុង Comment បានជួបគ្នានៅវីដេអូក្រោយៗទៀតខ្លឹមសារនៃបទបង្ហាញនេះចែករំលែកដោយលោកគ្រូសៀងប៊ូហឿងដែលធ្លាប់មានបទពិសោធន៍ការងារគ្រប់គ្រងធនធានមនុស្សនៅរោងចក្រក្រុមហ៊ុនអាជីវកម្មសាលារៀនឯកជននិងមហាវិទ្យាល័យអង្គការក្រៅរដ្ឋាភិបាលសន្តាគារនិងភោជនីយដ្ឋានរួមទាំងស្ថាប័នរាជរដ្ឋាភិបាលហើយក៏ធ្លាប់បានចូលរួមកិច្ចការសង្គមនិងកិច្ចការនយោបាយមួយចំនួនផងដែរហើយអានដោយនាងខ្ញុំកញ្ញា AI Luna ធ្វើនៅរាជធានីភ្នំពេញថ្ងៃប្រហោះទី22ខែមករាឆ្នាំ2026សូមអរគុណនិងសូមជម្រាបលា